ល្ងាចមួយក្នុងខែវិច្ឆិកាខ្យល់ត្រជាក់បក់ប៉ះលើទឹកទន្លេមេគង្គយ៉ាងស្ងប់ស្ងាត់ពន្លឺថ្ងៃចុងក្រោយកំពុងលេចក្រោយទឹកធំនៅជិតស្ពានព្រែកតាមាក់ដែលជាស្ពានធំមួយភ្ជាប់ពីភ្នំពេញទៅខេត្តកំពង់ចាមតារាបុរសវ័យ27ឆ្នាំជាអ្នកថតវីដេអូ YouTube ដែលចូលចិត្តសាកល្បងទីកន្លែងខ្មោចល្បីៗគាត់មានមិត្តភក្តិ2នាក់ទៀតវិចិត្រគឺអ្នកបើកឡានគឺស្រីនាងអ្នកថតសំឡេងថ្ងៃនោះពួកគេមានគម្រោងទៅថតវីដេអូយប់នៅក្រោមស្ពានព្រែកតាមាក់មនុស្សជាច្រើននិយាយថាកន្លែងនោះមានខ្មោចតៃហោងព្រោះធ្លាប់មានមនុស្សលោតទឹកនិងគ្រោះថ្នាក់ជាច្រើនឆ្នាំមកហើយវិចិត្រនិយាយតារាតើអូនប្រកាសទេថាចង់ចុះទៅក្រោមស្ពានយប់នេះខ្ញុំបានឮថាមានអ្នកឃើញស្រមោលស្រីយំពេលយប់តារាសើចបន្តិចខ្ញុំចង់បានវីដេអូពិតៗមិនមែនរឿងចម្លែកទេយើងទៅថតតែ1ម៉ោងហើយត្រឡប់មកវិញស្រីនាងមើលទៅមុខស្ពានយ៉ាងស្ងៀមខ្ញុំមានអារម្មណ៍ចម្លែកខ្យល់ថ្ងៃនេះដូចជាមិនធម្មតាខ្យល់បក់ខ្លាំងជាងមុនបង្កើតសំឡេងធូរគឺដូចជាមនុស្សកំពុងដកដង្ហើមយឺតម៉ោង 9 យប់ពួកគេចុះទៅក្រោមស្ពានតំបន់នោះងឹតហើយមានតែពន្លឺច័ន្ទពាក់កណ្ដាលនៅជិតគំនរខ្សាច់មានទូកចាស់មួយដាក់ចោលជាច្រើនឆ្នាំខ្យល់បក់ធ្វើឲ្យទូកនោះរំញ័រក្រាក់យីស្រីនាងកាន់មីក្រូហ្វូនកំពុងថតហើយសំឡេងនៅទីនេះចម្លែកណាស់ទេភ្លាមសំឡេងមួយលើពីចម្ងាយជួយខ្ញុំផងស្រីនាងឈប់ថតភ្លាមអ្នកណាតើអ្នកណានៅទីនេះវិចិត្របើកភ្លើងចង្កៀងទៅទីនោះប៉ុន្តែគ្មានអ្នកណាទេតារាសើចពេកប្រហែលជាមនុស្សនៅលើទឹកតែស្រីនាងញ័រដៃមិនមែនទេសំឡេងនោះដូចជាមកពីក្រោមទឹកពួកគេដើរទៅជិតគែមទឹកទន្លេចាំងពន្លឺច័ន្ទបង្កើតស្រមោលរលត់ភ្លាមវិចិត្រស្រែកមើលទៅក្រោមទឹកនៅក្រោមទឹកមានស្រមោលដូចជាមនុស្សស្រីមុខស្លេកសក់វែងលោតឡើងបន្តិចហើយបាត់ទៅវិញស្រីនាងស្រែកខ្ញុំឃើញវាតារាចាប់កាមេរ៉ាថតទៅទឹកនេះជាអ្វីភ្លាមនោះសំឡេងស្រីយំលឺឡើងខ្ញុំត្រជាក់ខ្ញុំឈឺខ្យល់បក់ខ្លាំងធ្វើឲ្យទឹករលកខ្លាំងឡើងពេលពួកគេចង់ត្រឡប់ទៅឡានវិញស្រីនាងឃើញកាបូបចាស់មួយនៅជិតគំនរខ្សាច់នៅក្នុងនោះមានសៀវភៅកំណត់ហេតុជ្រាបទឹកតារាបើកអានថ្ងៃទី15ខែកដាខ្ញុំមិនអាចរស់បានទៀតគ្មានអ្នកណាជួយខ្ញុំទេមានឈ្មោះនៅចុងទំព័រសុភាវិចិត្រស្រែកឈ្មោះនេះខ្ញុំធ្លាប់ឮមានស្រីម្នាក់លោតទឹកនៅទីនេះពីមុនភ្លាមខ្យល់បក់ធ្វើឲ្យទំព័រសៀវភៅបើកដោយខ្លួនឯងនៅលើទំព័រចុងក្រោយមានពាក្យសរសេរថាខ្ញុំមិនទាន់ទៅណាទេម៉ោង 10:30 យប់ពេលពួកគេចង់ចេញពីទីនោះសំឡេងជើងឮពីក្រោយចាប់តារាបង្វិលខ្លួនទៅក្រោយនៅចំមុខគាត់មានស្ត្រីម្នាក់ឈរនៅលើខ្សាច់សក់វែងទម្លាក់ដល់ដីមុខស្លេកភ្នែកខ្មៅជ្រៅសម្លៀកបំពាក់របស់នាងជ្រាបទឹកហើយទឹកហូរពីដៃរបស់នាងនិយាយដោយសំឡេងស្រាលអ្នកឃើញសៀវភៅរបស់ខ្ញុំទេស្រីនាងញ័រតើអ្នកជានរណានាងលើកមុខឡើងភ្នែករបស់នាងមានពន្លឺពណ៌ដូចមាសខ្ញុំសុភាវិចិត្ររត់ទៅឡានរត់ឥឡូវពួកគេរត់ទៅឡានហើយបិទទ្វារតារាបើកឡានចេញពីទីនោះប៉ុន្តែនៅក្នុងកញ្ចក់ខាងក្រោយមានមុខស្រីស្លេកមួយកំពុងអង្គុយនៅកៅអីក្រោយ
ស្រីនាងស្រែកខ្លាំងនាងនៅក្នុងឡានតារាប្រែខ្លួនទៅក្រោយគ្មានអ្នកណាទេតែសំឡេងស្រីឮឡើងនៅចិត្តត្រចៀក ជួយយកខ្ញុំទៅជាមួយផង ពេលឡានទៅដល់កណ្ដាលស្ពានភ្លើងឡានភ្លឹបភ្លែតហើយម៉ាស៊ីនឈប់ដំណើរការវិចិត្រចុះទៅពិនិត្យម៉ាស៊ីនភ្លាមសំឡេងស្រីយំឮពីក្រោមស្ពានវិចិត្រដើរទៅមើលហើយបាត់ខ្លួនស្រីនាងស្រែកវិចិត្រតែគ្មានសំឡេងឆ្លើយតបថ្ងៃបន្ទាប់ប៉ូលីសបានរកឃើញឡានចោលនៅលើស្ពានវិចិត្របាត់ខ្លួនស្រីនាងសន្លប់តារាមិនចាំអ្វីទាំងអស់នៅក្នុងកាមេរ៉ាមានវីដេអូចុងក្រោយបង្ហាញស្ត្រីមុខស្លេកឈរនៅក្រោយពួកគេហើយនាងនិយាយថា អ្នកណាមកទីនេះត្រូវនៅជាមួយខ្ញុំគឺ ពីថ្ងៃនោះមកមនុស្សជាច្រើននៅជិតស្ពានព្រែកតាមាក់បាននិយាយថានៅពេលយប់ម៉ោង 7:12 ពួកគេឮសំឡេងស្រីយំនិងឃើញស្រមោលស្រីឈរនៅលើគែមស្ពានអ្នកខ្លះនិយាយថាបើអ្នកឈប់ឡាននៅលើស្ពានហើយមើលទៅក្នុងទឹកអ្នកអាចឃើញមុខស្ត្រីស្លេកមួយកំពុងមើលឡើងមករកអ្នកហើយបើអ្នកឮសំឡេងនិយាយថាជួយខ្ញុំផងកុំឆ្លើយព្រោះបើអ្នកឆ្លើយនាងអាចតាមអ្នកទៅផ្ទះ